ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ណែនាំឱសថបុរាណមួយប្រភេទគឺងាយនឹងរស់ស្រួលនឹងរស់ហើយប្រើភ្លាមមានប្រសិទ្ធភាពភ្លាមនេះបងប្អូនស្គាល់ទេមើលចិត្តណាស្ដៅហើយវាមានអត្ថប្រយោជន៍សម្រាប់តែយើងបាយមិនឆ្ងាញ់ណាបាយមិនឆ្ងាញ់ហើយក្តៅក្នុងនោមទើសនៅពេលអាការៈនឹងនៃយើងធ្វើទុកយើងយកវាមកក្តាប់មកយកទៅក្លុកហើយដាក់ទឹកសុទ្ធយើងធម្មតាហ្នឹងក្លុកហើយឬក៏យកទៅបុកអីចឹងមួយក្តាប់ដៃចម្រោះយកទឹកវានឹងមួយកែវមកហូបភ្លាមអាការៈក្តៅក្នុងហ្នឹងនឹងត្រជាក់ក្នុងហើយសម្រាប់យើងនោមទើសយើងហូបភ្លាម5-10នាទីក្រោយមកយើងនោមមកធម្មតាវិញសម្រាប់យើងនោមទើសហើយយើងក្តៅក្នុងអត់ឃ្លានបាយហ្នឹងយើងហូបបាយជា20នាទីហ្នឹងយើងឃ្លានបាយភ្លាមយើងដឹងប្រសិទ្ធភាពភ្លាមហ្មងនេះស្លឹកស្ដៅណាបងប្អូនតាណាក៏មានដែរបង